ថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាមកស្គាល់កម្មវិធីពីរដែលអាចស្វែងរកបទចម្រៀងបាននៅពេលណាដែលបងប្អូនទៅក្លឹបឬក៏បងប្អូនទៅកន្លែងណាដែលបងប្អូនឮចម្រៀងគេចាក់ឲ្យបងប្អូនអត់ស្គាល់ចំណងជើងហើយវិធីដែរគឺភាគច្រើនបងប្អូនយើង DJ មួយចំនួនគឺគាត់បានស្គាល់ហើយនៅក្នុងការប្រើប្រាស់កម្មវិធី Shazam ប៉ុន្តែបងប្អូនភាគច្រើនក៏បានដឹងថានៅក្នុង YouTube ក៏មានកម្មវិធីមួយដែលយើងអាចស្វែងរកចម្រៀងបានដូចគ្នាដែរគាត់យើងធ្វើមាត់ហំតាម play melody ក៏បានឬក៏យើងដាក់ឲ្យវា search នៅចម្រៀងដែលយើងចង់ស្វែងរកក៏បានហើយនេះគឺជា technique ដែលភាគច្រើន DJ producer ភាគច្រើនគឺគាត់ប្រើប្រាស់នៅពេលដែលគាត់ទៅដូចខ្ញុំហ្នឹងខ្ញុំទៅ concert ខ្ញុំទៅ festival ឬក៏ខ្ញុំទៅកន្លែងណាមួយដែលមានចម្រៀងដែលខ្ញុំចូលចិត្តហើយខ្ញុំចង់ស្វែងរកបទហ្នឹងយកមក remix ឬក៏ខ្ញុំត្រូវការយកបទហ្នឹងយកមកស្ដាប់ដាក់ចូល playlist របស់ខ្ញុំ Spotify នេះគឺជាក្បាច់ដែលភាគច្រើន DJ គេលាក់គេអត់ប្រាប់ទេដោយសារគេប្រើប្រាស់កម្មវិធីហ្នឹងសម្រាប់គេរកចម្រៀងរបស់គេស្រួលដែរប៉ុន្តែខ្ញុំមកខ្វល់ទេថ្ងៃនេះខ្ញុំនឹង expose កម្មវិធីពីរហ្នឹងឲ្យបងប្អូនអរគ្នាបានស្គាល់ទី1នោះគឺ Shazam ប៉ុន្តែទី2គឺកម្មវិធី YouTube ហើយកម្មវិធី YouTube ហ្នឹងគឺមានរបៀបវាសម្រាប់ search ទៀតបើសិនជាបងប្អូនអត់ស្គាល់របៀប search ទេគឺយើងអាច search ឃើញទេឥឡូវនេះខ្ញុំនឹងបង្ហាញបងប្អូនអរគ្នាអំពីរបៀបទី1នៅក្នុងការប្រើប្រាស់ Shazam ហើយនៅក្នុងការប្រើប្រាស់ Shazam នេះដែរគឺបងប្អូនត្រូវមានកម្មវិធីនៅក្នុងទូរស័ព្ទបងប្អូនអរគ្នាអញ្ចឹងបងប្អូនដែលប្រើប្រាស់ Google ឬក៏បងប្អូនប្រើប្រាស់ Apple Store អ្នកនរគ្នាអាច download បានហើយនេះគឺជាកម្មវិធី Shazam នេះពណ៌ខៀវនេះពណ៌ខៀវក្រមនេះអ្នកនរគ្នាចូលមកក្នុងកម្មវិធីនេះមកអ្នកនរគ្នានឹងឃើញសញ្ញាបែបនេះឥឡូវឧទាហរណ៍ខ្ញុំធ្វើអ្នកនរគ្នាមួយដូចថាឥឡូវខ្ញុំនឹងចាក់បទចម្រៀងរបស់ខ្ញុំនៅក្នុង EP របស់ខ្ញុំថ្មីដែលមានចំណងជើងថា Bedroom ហើយខ្ញុំនឹងធ្វើការ search នៅក្នុង Shazam នេះតើវាឃើញបទចម្រៀងខ្ញុំអត់អ្នកនរគ្នាឃើញអត់នៅពេលដែលវា search ហើយគឺវាចេញចម្រៀងរបស់ខ្ញុំមកនេះហើយវា load មកនេះ Bedroom Radio Edit អញ្ចឹងសម្រាប់បងប្អូនណាដែលគាត់ចង់ search ចម្រៀងគឺមានភាពងាយស្រួលមែនទែនហើយវាអាច share បទចម្រៀងនេះទៅលើ platform របស់បងប្អូនក៏បានទៅលើ contact ដែលយើងចង់ផ្ញើឲ្យមិត្តភ័ក្តិយើងក៏បានឬក៏យើងអាច add ចូលទៅក្នុង playlist Spotify របស់យើងក៏បានដែរហើយគឺវាមែនទែនគឺវាចេញ track information ឲ្យទៀតនេះមានឈ្មោះខ្ញុំ track បទចំណងជើង Bedroom Artist Dentronic Album Bedroom release ដោយផលិតកម្មណាឬក៏តំបន់ណាគឺវាប្រាប់ទាំងអស់ហើយសូម្បីតែវីដេអូ YouTube អីក៏មានទាំងអស់ដែរហើយវាចេញជា artist ទាំងអស់ឥឡូវនេះបងប្អូនអរគ្នាបានយល់និងបានស្គាល់អំពីការប្រើប្រាស់កម្មវិធី Shazam ឥឡូវនេះយើងចូលមកមើលក្នុងការប្រើប្រាស់ YouTube ទាំងអស់គ្នាហើយសម្រាប់នៅក្នុងកម្មវិធី YouTube នេះដែរបងប្អូនអត់ត្រូវការ download អីបន្ថែមទេគឺប្រើប្រាស់នៅក្នុងកម្មវិធី YouTube យើងតែម្ដងឥឡូវនេះយើងចូលមកមើលរបៀបទី2នៅក្នុងការប្រើប្រាស់កម្មវិធី YouTube ម្ដងនេះជាកម្មវិធី YouTube យើងចុចចូល YouTube យើងមកជា YouTube ធម្មតានៅពេលដែលបងប្អូនចុចចូលកន្លែងផ្ទាំង search បែបនេះមកអ្នកនរគ្នានឹងឃើញ logo microphone មួយឯងចុចកន្លែង microphone មកហើយកន្លែងនេះគឺការ search ដោយប្រើប្រាស់សំឡេងរបស់យើង voice ប៉ុន្តែកន្លែងនេះបើវាចុចកន្លែងនេះវាមាន voice មួយហើយនឹងសមួយបងប្អូនអរគ្នាចុចកន្លែងសមកអ្នកនរគ្នានឹងឃើញកន្លែង search ចម្រៀងនេះឥឡូវនេះយើងមកប្រើប្រាស់ YouTube ដើម្បី search បទចម្រៀងរបស់ខ្ញុំអ្នកនេះឃើញថាវាចេញបទចម្រៀងរបស់ខ្ញុំឲ្យឃើញនេះអញ្ចឹងវាមានភាពងាយស្រួលមែនទែនសម្រាប់តែបងប្អូនណាដែលគាត់ចង់ search ចម្រៀងជាពិសេស DJ ទៅ club ទៅអីឬក៏ទៅ party ឬក៏ទៅកម្មវិធីផ្សេងបទចម្រៀងគេលយ record ពឹបហើយយើង search រកបទចម្រៀងដាក់ក្នុង playlist របស់យើងប៉ុន្តែសូមបញ្ជាក់ប្រាប់បងប្អូនអរគ្នាថាបទចម្រៀងដែលអ្នកនរគ្នាចង់ស្វែងរកឃើញហ្នឹងតើតែបទចម្រៀងហ្នឹងបែបជា artist ដែលមានចម្រៀងនៅលើ Spotify, Tidal, YouTube, SoundCloud ឬក៏បទចម្រៀងដែលសម្រាប់ផលិតកម្មណាដែលគាត់ដាក់ទៅ international music ឬក៏ release នៅលើ platform ដែលជា platform មួយដែលផ្ដល់ចម្រៀងទៅលើប្រព័ន្ធផ្សេងនៅក្នុងអ៊ីនធឺណិតទាំងអស់អញ្ចឹងបានវា search ឃើញសម្រាប់បងប្អូនដែលនៅស្រុកខ្មែរអាហ្នឹងខ្ញុំអត់ច្បាស់ទេដោយសារតែស្រុកខ្មែរមានផលិតកម្មខ្លះគាត់បានដាក់ license music ផលិតកម្មខ្លះអត់អញ្ចឹងទៅយើងអត់ដឹងថាបទចម្រៀងគាត់មានអត់ទេជាពិសេសបទ remix អ្នកនរគ្នាមិនបាច់ search ទេគឺអត់មានទេបទ remix ដែលខ្មែរយើងធ្វើខ្មែរយើងអីហ្នឹងគឺมันអាចងាយនឹងរកបានទេដោយសារបទចម្រៀងទាំងអស់ហ្នឹងគឺជាបទ remix វាមិនមែនជាបទចម្រៀង official បើសិនជាបទចម្រៀង official EDM techno hip hop បទអីដែលល្បីឬក៏បទអីនៅក្នុងជុំវិញពិភពលោកដែលគេស្ដាប់ច្រើនណាដឹងតែអ្នកគ្នា search ឃើញខ្ញុំធានាឲ្យ 99% ប៉ុន្តែបទ remix ខ្ញុំអត់ធានាហើយនេះគឺជារបៀបទី2មួយទៀតក្នុងការប្រើប្រាស់ YouTube ដែរប៉ុន្តែធ្វើសំឡេងរបស់យើងហាមធ្វើជា melody ឬក៏យើងធ្វើជាសំឡេងច្រៀងដើម្បីឲ្យ YouTube ហ្នឹង search បទចម្រៀងឲ្យយើងដោយសារបងប្អូនខ្លះគាត់អត់បានស្គាល់ចំណងជើងបទហ្នឹងឯងគាត់ចាំតែនៅក្នុងខួរក្បាលចាំតែ melody អញ្ចឹងគាត់អាច search បានឥឡូវនេះខ្ញុំចង់ search បទអីគេមួយចេះជប់ខ្ញុំរនឹកសិនអូខេឥឡូវនេះខ្ញុំនឹកឃើញខ្ញុំនឹង search បទ Titanium by David Guetta ខ្ញុំចុចចូល YouTube ដែរយើងចុចចូលកន្លែង song ស៊ីអរឃើញអត់ឥឡូវនេះលួតបទចម្រៀង Titanium មក David Guetta ដែលខ្ញុំ search មិញហ្នឹងអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលចង់ search បទចម្រៀងពេលនេះអ្នកនរគ្នាមានភាពងាយស្រួលខ្ញុំបង្ហាញក្បាច់ឲ្យអ្នកនរគ្នាដឹងហើយអញ្ចឹងអរគុណអ្នកនរគ្នាសម្រាប់ការតាមដានអ្នកនរគ្នាកុំភ្លេចជួយ follow page ទាំងក្នុង Facebook ទាំងក្នុង YouTube និងអ្នកនរគ្នាចង់បានមេរៀនថ្មីកុំភ្លេចចូល subscribe នៅក្នុង Telegram ដូចគ្នាមួយទៀតគឺជាជំរឿសបើសិនជាបងប្អូនទាំងអស់គ្នាស្រឡាញ់អ្វីដែលខ្ញុំកំពុងធ្វើចូលចិត្តអ្វីខ្ញុំកំពុងធ្វើអ្នកនរគ្នាកុំភ្លេចជួយ follow ខ្ញុំមួយនៅក្នុង Instagram ផងឈ្មោះ Dentronic អរគុណអ្នកនរគ្នាសម្រាប់ការតាមដានវីដេអូមួយនេះ